Hello welcome back vlog ថ្មីមកឈូវិនមកទៀតហើយមកលើកនេះមកសាកជាមួយនឹងឡុកឡថ្មីណាលើកទី1យើងចាក់បែបស្រាលស្រាលសាមញ្ញឲ្យវាជាប់ក្លិនចង់ដឹងថាឲ្យទៀនដែលយើងចាក់ទៅវាបែបម៉េចវាជាប់ក្លិនអត់ហើយខ្ញុំជ្រើសរើសជាមួយនឹងប្រភេទកៅថ្លានេះមកធ្វើជាតម្រូទៀនណាហើយចំពោះការចាក់ទៀនគឺអាចនិយាយបានថាវាធ្វើឲ្យយើងកាត់ stress បានច្រើនអ្នកដែលគាត់ stress ច្រើនកាត់ច្រើននឹងធ្វើអីអាចសាក relax ជីវិតជាមួយនឹងអ្វីដែលថ្មីព្រោះការចាក់ទៀនយើងថ្មីរហូតយើងមានគណិតច្នៃប្រឌិតអីដែលថ្មីច្រើនណាហើយចំពោះក្លិនរបស់ខ្ញុំមានក្លិន jasmine និងក្លិនទឹកអប់ Chanel ណាហើយថ្ងៃនេះខ្ញុំជ្រើសជាមួយនឹងក្លិនទឹកអប់ Chanel ហើយចំពោះពុំថ្មីដែលយើងសាកនេះមានអីខនបាទដែរនិយាយថាវគ្គនេះគឺរន្ធត់ខ្លាំងមែនតើជាលើកទី1របស់យើងដែរមានណាពេលដែលពងបកហ្នឹងវារៀងមានបាក់សតោផ្កាតិចរៀងភ័យហើយយើងត្រឡប់មកជាមួយនឹងការដេករបស់ខ្ញុំហ្នឹងគឺ fail ហើយដោយសារអីខ្ញុំប្រើជាមួយនឹងទឹកពណ៌ផ្ទៃមេឃហ្នឹងវារៀងច្រើនខ្ញុំចង់ឲ្យវាទៅជាទឹកពណ៌បែបរៀងថ្លាដែកផ្កាដែកលើទឹកអីចឹងណាតែវាមិនចេញជាផ្កាដែកលើទឹកទៅចេញជាស្អីនេះអត់ដឹងទេវារៀងវែលដោយសារយើងចាក់ជ្រុលដៃជាមួយនឹងពណ៌ហើយមានបេះដូងដោយសារយើងសល់ទីរៀនបន្តិចចាក់បេះដូងហ្នឹងទិញពុំខុសទៀតចំបេះដូងកុហកចាអរគុណសម្រាប់ការចូលមើលអំពូមេងបាយ